Redmi Note 5 បងប្អូនបាទ memory 64G បាទហើយបងប្អូនបាទជាមួយនឹងកាមេរ៉ាគឺមិនខុសម្ដងបងប្អូនណាបាទកាមេរ៉ាខាងមុខបាទបងកាមេរ៉ាខាងមុខហើយនឹងកាមេរ៉ាខាងក្រោយអីបងប្អូនគឺអេមមែនទែនបាទហើយសម្រាប់បងប្អូនដែលគាត់ជាមួយនឹងទូរស័ព្ទដែលមានតម្លៃ100000នេះគឺសូម្បីតែអេក្រង់ក៏ធំដែរបងប្អូនណាបាទអេក្រង់ក៏ធំបាទហើយជាមួយថ្មក៏កាន់បងប្អូនបាទបើថ្មបាទកាន់ក្រោម1ម៉ោងគឺដូរថ្មីបាទបងប្អូនណាមកកាន់ចាប់ពីលក្ខណៈបាទ1ម៉ោងជាង2ម៉ោងឡើងបងប្អូនបាទហើយសម្រាប់បងប្អូនបាទត្រូវការថតរូបក៏អាចថតបានបងប្អូនត្រូវការបាទដាក់កងធនាគារនៅក្នុងទូរស័ព្ទវាហៅថាបាទ mobile app បងប្អូនណាបាទ mobile app បាទរបស់ bank គឺបងប្អូនអាចដាក់បានហើយជាមួយបងប្អូនត្រូវការបាទមើល YouTube បាទបងប្អូនត្រូវការលេង Facebook បាទ Telegram TikTok អីហ្នឹងគឺប្រើបានមួយកាផ្លេបងប្អូនណាបាទមិនមែនតម្លៃធូរថ្លៃបងប្អូនប្រើកើតទេបាទហើយជាមួយនឹងរូបរាងពិនភាគបងប្អូនបាទតម្លៃ100000បងប្អូនមើលបាទសូម្បីតែសំណុំស៊ីនសៀលរបស់ក្រុមហ៊ុនបាទដែលបាទបង VS បាទធ្វើការកំបងគឺបាទមិនទាន់បកចោលផងបងប្អូនណាបាទហើយក៏មិនទាន់ជូតសម្អាតអីត្រឹមត្រូវផងបាទបងប្អូនអាចប្រើប្រាស់បានបាទដោយសារតែធ្វើម៉េចគឺគេហៅថាបាទហាងនីមួយបងប្អូនបាទតែងតែរកបាទរបស់ដែលតម្លៃធូរថ្លៃដែលតម្លៃសមរម្យឲ្យបងប្អូនអាចប្រើប្រាស់កាតបាទបាទអរគុណអូខេបាទអរគុណច្រើនពូអរគុណបាទពូគាត់យកថវិកាមកឲ្យតែគាត់យកមិញគាត់បាទគាត់ជួយគ្រប់គ្រងបាទនៅរបស់ដែលគាត់យកទៅប្រើប្រាស់ចឹងបងប្អូនបាទបាទសម្រាប់ពុកម៉ែបងប្អូនដែលគាត់ត្រូវការបាទសួរព័ត៌មានបងប្អូនចុច link Telegram បាទឬក៏តំណតំណងតាមងាយស្រួលនៃការតាក់ទងបងប្អូនចុច link Telegram ទៅបងប្អូនឃើញទាំង group បាទអីវ៉ាន់នៅក្នុងក្នុង group ស្មើនឹងនៅក្នុងហាងដូចលក្ខណៈបាទ VS បាទធ្វើការ live ផ្ទាល់ចឹងបងប្អូនណាបាទបងប្អូនត្រូវការសួរព័ត៌មានអីមួយនៅពេលដែលបាទ VS ខ្ញុំបាទធ្វើការ live shop នឹងបាទសួរបាទនឹងឆ្លើយតបបងប្អូនតាមក្រោយដោយសារតែបាទឥឡូវកំពុងធ្វើការ live បាទកំពុងធ្វើការបណ្ដើអញ្ចឹងបងប្អូនណាបាទហើយអញ្ចឹងទៅក៏អត់បានឆ្លើយតបព្រាមទេអធិស្ឋានបងប្អូនបាទដោយសារមកមានយកជាមួយនឹងការងារផងបាទហើយក៏បាទចំណាយពេលបាទផ្សព្វផ្សាយ1ម៉ោងបាទដើម្បីថាយើងនៅប្រហែលថ្ងៃទៀតគឺធ្វើការសម្រាប់នៃការបុណ្យបាទបុណ្យប្រជុំបានយើងបាទខាងមុខក៏ចិត្តមកដល់ដែរបងប្អូនណាបាទនៅសល់តែ3 4ថ្ងៃទៀតគឺទាំងបាទ VS ផ្ទាល់ទាំងកម្មករបាទកម្មការនីបាទក្រុមហ៊ុនផ្សេងបាទគាត់សម្រាប់ទៅស្រុកបាទរៀងខ្លួនហើយបងប្អូនណាបាទហើយចឹងទៅក៏បាទនៅក្នុងពិធីបាទបុណ្យកាន់បានយើងបាទបិណ្ឌ6 7នេះគឺលក្ខណៈមានរបស់បាទដូចជាទូរស័ព្ទដែលតម្លៃ100000បាទ100000រៀលឡើងបាទមានជាកុំព្យូទ័របាទឬក៏បងប្អូនបាទត្រូវការបាទកុំព្យូទ័របាទខូចក្តីបាទគាត់ចង់លក់គាត់ចង់វាយដូរក្តីបាទទឹកតែគេហៅថាបាទមានបាទសេវាកម្មបាទជួសជុលសេវាកម្មបាទទទួលទិញពីពុកម៉ែបងប្អូនបាទហើយបាទឈ្មោះណាក់កែបបាទគួរតែ CPU ទេពូបាទហ្នឹងហើយចាំតំណតំណងចូល link Telegram របស់ខ្ញុំផ្ទាល់មកបាទហើយចាំមើលខ្ញុំចប់នៃការ live ចាំខ្ញុំតំណតំណងតាមក្រោយណាបាទហើយបាទដូចខ្ញុំហើយបងប្អូនបាទចំពោះចេះតែដាច់វារហូតបងប្អូនអើយធ្វើម៉េចបាទពេលខ្លះបាទជាគាត់មកនេះមកនោះចឹងទៅ
บางคนโจมาเรื่องเทียบบางคนจะมวยนังตัวซับลำไรดับเมินจะมวยนังเรดมีบางทีhọc tập buồn trí bangคนนะบางคนตระกาเชียวปลาโคลนไอตัวเต็งจูนตัวมันไอตัวไอวันมุดตึกแม้นเป็นท้ายแก้วทาบางคนไอปลาการเงียจานไทยจำพวกกาตันนี้คือตันเดียจูนลำไรพิเศษตันเดียจูนบางคนมวยไข่ไทยสันทีลำไรตีตาคือตันเดียจูนบางคนใบไข่ไทยบรรทอเจริญสิบปีจะมวยนังตัวสับไอโฟนiPhone 7บางคนนะเป็นพวก iPhone 7คือมาถึง3 ปีบางคนนะให้ดำไหลก็ทุกลายจูนพวกมาบางคนnàyจะมวยนังดำไหลสมัยดำไหลđể บางคนធ្វើការទិញនៅក្នុងក្រុម Telegram ប្តីនៅក្នុងធ្វើការ live របស់ VS ផ្ទាល់គឺជាមួយនឹងទូរស័ព្ទ iPhone 7គឺមានតម្លៃ38 ឡាបងប្អូនណាការធានាជូនបងប្អូនលើម៉ាស៊ីន3 ខែតែម្ដងហើយធានាជូនឲ្យវ៉ាន់នេះគឺក្នុងទីមជូនពុកម៉ែបងប្អូនណាហើយបើសិនជាបងប្អូនលក្ខណៈតម្លៃធូរខុសពីហ្នឹងបងប្អូនមុននឹងសម្រាប់ចិត្តទិញក៏បងប្អូនបានសិក្សាធ្វើការតេស្តមើលគ្រប់ជ្រុងជ្រោយតើជាមួយនឹងតម្លៃធូរថ្លៃហ្នឹងអីវ៉ាន់យ៉ាងម៉េចដែរបងប្អូនណាហើយពេលខ្លះបងប្អូនហាងធំគាត់យកមកច្រើនពេលខ្លះគាត់បានតម្លៃពិសេសហើយបងប្អូនណាដោយសារគាត់ចំណាយលុយពេលខ្លះក៏ចូល10000ជាងដែរហើយជាមួយនឹងទូរស័ព្ទគាត់តម្លាក់ស្តុកម្ដងគឺលក្ខណៈក៏អាចចូលដល់1000 គ្រាប់ក៏មានដែរបងប្អូនណា1000 គ្រាប់គាត់យកមកចែកទីផ្សារសម្រាប់ហាងមួយអញ្ចឹងទៅតម្លៃគេហៅថា$20ជាង$30ជាងគឺហើយក៏ហាងផ្សេងធ្វើការកំងហើយក៏ធ្វើការចែកលក់ការចំណេញក៏ពីតិចតួចតាមនឹងចេះបងប្អូនមកក្រប3 4 5រៀលអីប៉ាន់ហ្នឹងទេហើយនៅធានាជូនពុកម៉ែបងប្អូននៅកម្លាំងពលកម្មនៃការជូនសម្អាតនៃការតេស្តម៉ាស៊ីនទាំងគេហៅថាទាំងការplay ជាមួយនឹង YouTube ទាំងការប្រើជាមួយនឹង 3G អ៊ីនធឺណិតទាំងការជាមួយការ call អូបងប្អូនមកក្របចំណេញ 4 5 រៀលបងប្អូនគិតថាបងប្អូនកុំគិតថាតិចទិញទៅថ្លៃតិចក្រែងអ្នកលក់នឹងកោធ្វើបាបអីចឹងបងប្អូនណាមិនមែនទេថាដូច VS នឹងផ្ទាល់ចំណេញតិចតួចជាការរាប់អានពុកម៉ែបងប្អូនទាំងអស់គ្នាបងប្អូនត្រូវការជាវទូរស័ព្ទបងប្អូនត្រូវការទិញកុំព្យូទ័របងប្អូនបញ្ហាទូរស័ព្ទខូចបញ្ហាកុំព្យូទ័រខូចគឺបងប្អូនត្រូវការលក់អីគឺបងប្អូនអាចតំណងជាមួយនឹងVS ខ្ញុំផ្ទាល់ហើយជាមួយនឹងទូរស័ព្ទ iPhone 7នេះបងប្អូនតម្លៃ38 ឡាននេះគឺការប្រើប្រាស់ដូច VS review ពីខាងដើមអញ្ចឹងគឺប្រើបានគ្រប់ជ្រុងជ្រោយបងប្អូនណាទាំងគេហៅថាពិសេសគឺ mobile app bank របស់កងធនាគារបងប្អូនណាដោយសារសម័យកាលនេះគឺប្រជាជនកម្ពុជាយើងគឺគាត់យល់ដឹងក្នុងពីការប្រើប្រាស់ជាមួយនឹង mobile app របស់ធនាគារនេះគេហៅថា98ទៅ99% ហើយបងប្អូនគឺនៃការទូទាត់ថវិកានៃការបងប្អូនត្រូវការចំណាយចាយវាយតនាតន័យទៅវាលឿនបងប្អូនណាហើយมันមានគេហៅថាទី1គឺពិបាកនៃការគ្រប់គ្រងក្រែងតែបងប្អូនធ្វើការកំងអីវ៉ាន់អីមួយដែលបងប្អូនអត់បានពិចារណាអាហ្នឹងក៏ហត់និភ័យដែរបងប្អូនណាហើយអរគុណបងប្អូនសម្រាប់បងប្អូនត្រូវការទូរស័ព្ទដែលមានតម្លៃធូរថ្លៃគឺបងប្អូនអាចកំងបានបងប្អូនក៏អាចមកតេស្តដល់ហាងផ្ទាល់ក៏បានដែរបងប្អូនហើយបងប្អូនជាមួយនឹងមួយដើមទៀតនេះគឺតម្លៃក៏ពិសេសជូនពុកម៉ែបងប្អូនដែរបងប្អូននេះគេហៅថាប្រភេទ Apple បងប្អូនសម្បីតែគេហៅថាអីវ៉ាន់មកទឹកមែនបងប្អូនសម្បីតែថង់ថង់ជួរនៃការពេលកកាត់កកោឆ្នាំអីមិនទាន់នៃការគេហៅថាបកចេញបងប្អូនណាគឺនៅមានថង់របស់គេមកអេមតែម្ដងបងប្អូនហើយជាមួយទូរស័ព្ទ Apple នេះបងប្អូនគឺសម្រាប់បងប្អូនគាត់ឆ្លាញ់នៃការឆ្លាញ់ Apple គឺគាត់អាចកំងជាមួយនឹង Apple ក៏បានដែរបងប្អូនApple នេះគេហៅថា
Apple បាទ Apple A3s បងប្អូនបាទហើយជាមួយនឹងបាទ RAM បាទជាមួយនឹង RAM 128GB បងប្អូនណាបាទហើយទាំងគេហៅថានៃការថតគឺបានទាំងអស់ដូចគ្នាបងប្អូនណាបាទទាំងកាមេរ៉ាមុខក្រោយគឺអាចទទួលយកបានបងប្អូនបាទទាំងកាមេរ៉ាខាងក្រោយបងប្អូនណាបាទកាមេរ៉ាខាងក្រោយបាទកាមេរ៉ាខាងមុខគឺប្រើបានមួយកាផ្លេអញ្ចឹងទៅមិនថាតម្លៃធូរថ្លៃមិនថាតម្លៃថ្លៃគឺអីវ៉ាន់បាទយកទៅដែលប្រើកាមេរ៉ាមិនកើតបាទប្រើអ៊ីនធឺណិតអត់កើតបាទប្រើជាមួយនឹងការ call អត់កើតគឺបងប្អូនអាចដូរវិញបានបងប្អូនណាបាទជាមួយនឹងប្រភេទទូរស័ព្ទ Apple នេះគឺជាមួយនឹងតម្លៃគឺ$45បងប្អូនណាបាទតម្លៃ$45បាទហើយក៏ដូរនៃការថែមជូនទាំងតម្លៃធូរថ្លៃទាំងតម្លៃថ្លៃគឺអាច free បានជូនម៉ែបងប្អូនបាន4មុខបងប្អូនណាបាទ4មុខមានជាមួយនឹងកាសបាទជាមួយនឹងការអ៊ុត screen បាទការពារនៃការយើងធ្លាក់ទៅបែក screen បាទឬក៏មានជាផេះស្រោមសម្រាប់free ជូនបងប្អូនបាទហើយក៏បើដូចជា power bank អីបងប្អូនក៏មានដែរបាទនៅក្នុង stock បាទប៉ុន្តែដោយសារច្រើនបងប្អូនណាបាទអញ្ចឹងដោយសារតែវីដេអូនេះគឺចង់បង្ហាញពីការលក់ជាមួយនឹងកុំព្យូទ័រជាមួយនឹងទូរស័ព្ទជូនទៅបងប្អូនទេបាទប្រភេទ iOS $40មានបងមានដូចជា iPhone បាទដូចជា iPhone នេះបាទបងបាទដូចជា iPhone 7 នេះបងប្អូនណាបាទតម្លៃ$38ទេបាទបងប្អូនអាចកំងបានបាទហើយចំពោះការផ្ញើបាន25ហិតក្រុងបងប្អូនបាទទាំងក្រុមហ៊ុន JNT ឬក៏បរិយាបន្ថែមបាទចំពោះបញ្ហាបាត់ដាច់បាក់គឺដូរថ្មីជូនបងប្អូនបាទបងប្អូនមិនបាច់ព្រួយបារម្ភមិនបាច់ភ័យបាទហើយរបស់បងប្អូនទោះបីជាបាត់យកទៅប្រើប្រាស់អត់កើតក៏ដូរថ្មីជូនបងប្អូនបាទទាំងថ្មទាំងអេក្រង់បាទទាំងបញ្ហាអ្វីមួយដែលកើតឡើងបងប្អូនយកទៅបាទខុសបំណងនៃការប្រើប្រាស់ដល់នៅក្នុងប្រព័ន្ធការងារនៅក្នុងបាទសង្គមយើងនេះបងប្អូនប្រើអត់កើតគឺដូរថ្មីជូនបងប្អូនបាទហើយជាការបន្តជាមួយនឹងទូរស័ព្ទគឺសូមចប់មួយវគ្គប៉ុណ្ណេះបងប្អូនណាដែលមានតម្លៃចាប់ពី100000ឡើងទៅបាទបន្តមកដល់កុំព្យូទ័របងប្អូនបាទបាទបងប្អូនញ៉ាំទឹកមួយសិនតាក់ទងជាមួយនឹងកុំព្យូទ័របងប្អូនបាទជាមួយកុំព្យូទ័រដែលមានតម្លៃចាប់ពី$40ក៏មានដែរបងប្អូនបាទជាមួយនឹងកុំព្យូទ័រដែលមានតម្លៃ$40គឺមានច្រើន brand ដែរបងប្អូនណាបាទ$45ជាមួយនឹងប្រភេទកុំព្យូទ័រដែលមានតម្លៃ$45បងប្អូនបាទគឺមាន2 brand បងប្អូនបាទមាន brand HP មួយបាទ brand HP ហើយនឹងbrand Dell បងប្អូនបាទ brand Dell បាទតម្លៃធូរថ្លៃបាទតម្លៃធូរថ្លៃប្រើប្រាស់បាទការងារបានទាំងអស់បាទបានទាំងអស់ដូចគ្នាបាទបងប្អូនគ្រាន់តែទី1បាទបាទដូច VS បាន review ប្រាប់ចឹងបងប្អូនណាបាទ brand HP នេះហើយនិង brand Dell នេះគឺគ្រាន់តែវារៀងសេរីចាស់បាទកម្រាស់វារៀងក្រាស់បាទបងប្អូនណាបាទតើតើនឹងកម្រាស់វារៀងក្រាស់បាទរូបរាងវារៀងក្រាស់មែនប៉ុន្តែបាទសម្រាប់ដូចជាខាងសិស្សានុសិស្សបាទឬក៏ខាងបាទសាលាបង្រៀនក្មេងៗខាងលោកគ្រូអ្នកគ្រូដែលគាត់ត្រូវការឲ្យបានតម្លៃធូរថ្លៃដែលគាត់បាទជាវពេលខ្លះគាត់ជាយកបាទជូនសិស្សបាទជួនកាលបាទសិស្សានុសិស្សខ្លះគាត់ទៅប្រឡងទី12ថ្មីគាត់មិនទាន់មានប្រាក់ខែគឺគាត់មិនទាន់គេហៅថាមានប្រាក់ចំណូលទេគឺគាត់នៅតែឪពុកម្ដាយខ្លះគាត់គេហៅថាបាទការចំណាយមានកម្រិតចឹងបងប្អូនណាបាទអញ្ចឹងទៅគឺគាត់អាចចាយបាទជាមួយនឹងកុំព្យូទ័របាទដែលមានតម្លៃ$45នេះគឺបាទបងប្អូនបាទគឺគេហៅថាគាត់អាចយកទៅប្រើប្រាស់ការងារបានបាទទាំងការរៀនសូត្របាទចាប់ពីគេហៅថាកម្មវិធីបាទ Adobe បាទគេហៅថា Photoshop គឺជាផ្នែក design បាទផ្នែក design បាទមាន Word Excel PowerPoint Telegram Facebook YouTube TikTok CapCut បាទមកក្រោមបាទគេហៅថាការងារដែលទូទៅនៅក្នុង
សង្គមបាទនៅក្នុងគេហៅថាការងារប្រព័ន្ធរដ្ឋបាលបងប្អូនណាគឺមាន3 4ចំណុចបាទធំជាច្រើនបាទមានដូចជា design ចឹងមកបងប្អូនណាបាទ design បាទការងារ Word Excel PowerPoint Telegram បាទ Facebook TikTok CapCut បាទប៉ុណ្ណឹងគឺសម្រាប់បងប្អូនបាទគាត់ប្រើប្រាស់គឺបានបាទបងប្អូនចង់បានលើសនឹងទៀតក៏បងប្អូនចំណាយថវិកាចាប់ពី$100ឡើងទៅបាទបងប្អូនណាបាទហើយតម្លៃ$45បាទដូចជាបាទបងប្អូនខ្លះសិស្សដែលគាត់ត្រូវការយកទៅរៀនដូចជា typing ខ្មែរ typing អង់គ្លេសគឺគាត់និយាយទៅគឺគេថាគាត់ចំណាយថវិកាតិចប៉ុន្តែគាត់បានរបស់ដែលយកទៅបាទប្រើប្រាស់បាទការងារបានហើយដូចជាខាងរោងពុម្ពគូពីថតរូបអីគាត់អាចប្រើរបស់បាទវត្ថុបុរាណនេះប្រើបានដូចគ្នាបាទគេហៅថាมันល្អមើលប៉ុន្តែល្អហូបបាទគេហៅថាចំណាយថវិកាតិចប៉ុន្តែបងប្អូនយកទៅបានចំណូលច្រើនបាទបងប្អូនគាត់បាទយកអីវ៉ាន់បាទនេះបាទយកទៅបាទ design រូបថតបាទកាត់តរូបថតអីចឹងបងប្អូនណាបាទ design បាទនៃការ print នៃការ copy ប្រើបានបាទប្រើបានដូចគ្នាប៉ុន្តែគ្រាន់បើឲ្យស្អាតឲ្យស៊ីវិល័យគឺมันស្អាតมันស៊ីវិល័យទេបងប្អូនបាទប៉ុន្តែគឺបងប្អូនទាំងយកទៅធ្វើអាជីវកម្មទាំងបងប្អូនយកទៅរៀនគឺបានចំណេះបាទបានប្រាក់ចំណូលបងប្អូនណាបាទអញ្ចឹងឲ្យតម្លៃប៉ុណ្នេះក៏មិនសបោដែរបងប្អូនបាទពេលខ្លះគេហៅថាកាត់ស្តុកមកបាទក៏លក្ខណៈបើវាគេហៅថាទូដៃជើងវាមិនស្អាតឬក៏បាច់វាទៀតក៏អត់លក់ដែរបងប្អូនណាបាទឲ្យតម្លៃ45ពីមុនគេថា10ឆ្នាំជាងបាទ10ឆ្នាំមុនគឺតែងបានខទូឌូបងប្អូនប្រភេទខទូឌូគឺជាសេរីចាស់មែនតើណាបងប្អូនណាបាទសេរីចាស់មែនតើសម្បីតារ៉ែមអីប្រើបានតាមជីអីណាបាទឬក៏5 12G ណាបាទឥឡូវបងប្អូនចំណាយតែ$45គ្រាន់តែម៉ាស៊ីនវារៀងមិនសូវស្អាតប៉ុន្តែជាមួយនឹង spec CPU បាទប្រភេទ RAM ម៉ាស៊ីនចាប់ពី Core i3 Core i5 បងប្អូនបាទ RAM ចាប់ពី 4G ឡើងទៅបងប្អូនបាទ RAM 4G បាទបញ្ជាក់ជាមួយនឹងតម្លៃ45នេះគឺលក្ខណៈជាមួយនឹង CPU i3 i5 បងប្អូនបាទចំនួន2ចំនួន3បាទជាមួយនឹង RAM បាន 4G បាទ SD 120ទៅ 128G បាទទំហំអេក្រង់បាទមាន14អ៊ីងនិង15អ៊ីងបងប្អូនណាបាទហើយការធានាជូនមួយខែបាទមានកដោតាមជូនបងប្អូន4មុខទៀតបងប្អូនបាទមានដូចជាកាតាបសម្រាប់បងប្អូនដាក់កុំព្យូទ័របាទមានជាម៉ៅបងប្អូនណាបាទមានជាម៉ៅបាទមានជា mousepad បាទសម្រាប់យើងបញ្ជានៃការប្រើប្រាស់ស្រួលចឹងបងប្អូនណាបាទបាទជាមួយនឹងទឹកសម្អាតអីចឹងទៅបាទហើយតម្លៃធូរថ្លៃក៏មានជារបស់បាទសម្រាប់បងប្អូនយកទៅនៅតែប្រើការងារបានតែម្ដងបាទបងប្អូនបាទហើយសម្រាប់បងប្អូនដែលគាត់ត្រូវការកុំព្យូទ័រដែលមានតម្លៃធូរថ្លៃក៏បងប្អូនអាចបាទធ្វើការកម្មងបានឬក៏បងប្អូនអាចធ្វើការតេស្តបាទមកតេស្តដល់ហាងផ្ទាល់ក៏បានដែរបងប្អូនបាទហើយជាមួយកុំព្យូទ័រមួយ model ទៀតដែលមានបងប្អូនមានគេហៅថាមាន2 3 model ទៀតបងប្អូនប៉ុន្តែគាត់តម្លៃខុសត្រូវគ្នាតិចតួចបងប្អូនបាទដូចជាបងប្អូនត្រូវការតម្លៃបងប្អូនត្រូវសារអីវ៉ាន់មាននៅក្នុងទូស្រាប់ចឹងណាបងប្អូនណាបាទដោយសារអីវ៉ាន់មានក្នុងទូស្រាប់អញ្ចឹងទៅបងប្អូនត្រូវការបាទសេរីខ្ពស់បងប្អូនត្រូវការសេរីទាបគឺបាទអាស្រ័យលើបងប្អូនបាទដែលគេហៅថាកម្រិតថវិកាបាទចាប់ពីប៉ុណ្ណាទៅអញ្ចឹងបងប្អូនណាបាទដូចជាបងប្អូនបាទបាទដូចជាមក model នេះបើគេហៅថាបើចង់បងប្អូនចង់បានបែបស៊ីវិល័យបងប្អូនណានេះបែបស៊ីវិល័យបាទប្រភេទបែបស៊ីវិល័យនេះគឺតម្លៃក៏ក្រោម100ដែរបងប្អូនបាទគ្រាន់តែបានរូបរាងស្អាតរូបរាងស្ដើងបងប្អូនណាបាទដូចជាមកថ្នាំងដៃទេបាទរូបរាងស្ដើងបាទតម្លៃជាមួយនឹងតម្លៃគឺ$85បាទមានកដោថែមជូន4មុខដូចគ្នាបងប្អូនបាទហើយ brand Acer បាទ Acer ហើយបើនិយាយរឿងថ្មបាទនិយាយរឿងពិសេសគឺថ្មបងប្អូនប្រភេទ laptop គឺថ្មហ្នឹងណាបាទបើសិនជាថ្មអត់កាន់ក៏បងប្អូនអត់សូវស្រឡាញ់ណាបើថ្មកាត់គេហៅថាកាន់ទៅពេលយើងសាកឲ្យពេញដោយទូរស័ព្ទប្រើបានចាប់ពី1ម៉ោងជាង2ម៉ោងបងប្អូនគេថា
មានចំណាប់អារម្មណ៍នៃការប្រើប្រាស់បាទបងប្អូនទៅញ៉ាំកាហ្វេក្តីបាទយកទៅខាងក្រៅតាមខ្លួនវាងាយស្រួលចឹងបងប្អូនណាបាទដាក់ក្នុងកាតាបមកបាទអីវ៉ាន់នេះគឺប្រភេទ Lenovo នេះបងប្អូនគឺតម្លៃ$85ជាមួយនឹង CPU បាន Celeron បងប្អូនប៉ុន្តែគាត់ Celeron ក៏សេរីខ្ពស់ដែរបងប្អូនណាបាទចំនួន4ចំនួន5ដែរហើយជាមួយនឹង RAM បាន 8GB SSD 128GB បាទអេក្រង់គឺ14 អ៊ីនបងប្អូនបាទមានកាមេរ៉ាមុខបាទកាមេរ៉ាមុខនេះក៏ជាពិសេសបាទមួយដែរសម្រាប់កុំព្យូទ័រសម្រាប់បងប្អូនគាត់ត្រូវការ call តាម Telegram ឬក៏បងប្អូនត្រូវការ call តាម Messenger បងប្អូនណាបាទសិតតែបាទបងប្អូនធ្វើការទំនាក់ទំនងតាមកាមេរ៉ានេះបានបាទបងប្អូនអត់នៅទិញគេហៅថាកាមេរ៉ា webcam បាទហើយប្រភេទកុំព្យូទ័រ Lenovo គឺតម្លៃ$85កាក់ធានាមួយខែដូចគ្នាបងប្អូនបាទហ่ะបាទបើសិនជាបងប្អូនបាទត្រូវការតម្លៃពិសេសអីផ្សេងទៀតបងប្អូនត្រូវការកាន់តែគេហៅថាកាន់តែខ្ពស់បងប្អូនបាទត្រូវការប្រើការងារបានច្រើនបាទក៏លក្ខណៈបងប្អូនធ្វើការកម្មងបានដែរជាមួយនឹងប្រភេទ laptop បងប្អូនណាបាទប្រភេទ computer laptop brand នេះបើនិយាយអំពីស៊ីវិល័យទាំងជាការប្រើប្រាស់ការងារគឺបានច្រើនដូចគ្នាបាននិយាយទៅបានគ្រប់តម្រូវការការងារបងប្អូនតែម្ដងបាទហើយតម្លៃក៏ក្រាស់ដែរបងប្អូនណាបាទតម្លៃក៏ក្រាស់ដែរបាទតម្លៃបើសិនជាប្រភេទ laptop Lenovo នេះបងប្អូនខ្លះគាត់ដឹងបងប្អូនខ្លះគាត់មិនដឹងចុះមូលហេតុអីបាទរូបរាង13អ៊ីនជាងទេបងប្អូនណាបាទហើយប៉ុន្តែខ្លឹមហើយនឹងធន់បាទបើបងប្អូនទិញថ្មីបាទ1000បាទ1000ជាងបងប្អូនបាទ$1400ជាងបាទសម្រាប់តម្លៃថ្មីហើយសេរីខ្ពស់បាទដោយសារតែ spec កុំព្យូទ័រ Lenovo នេះបាទជាមួយនឹងCPU i7 ចំនួនទី12បងប្អូនណាបាទ i7 ចំនួនទី12ទៅចេញ2024បងប្អូនណាបាទហើយជាមួយនឹង RAM បងប្អូនបាទជាមួយនឹង RAM គឺនិយាយទៅ spec នេះគឺ spec កប់ហើយក៏ប្រើការងារគ្រប់អាជីវកម្មផងដែរបងប្អូនបាទជាមួយនឹង RAM គឺ 32GB បាទជាមួយនឹង M2 គឺ1 T បងប្អូនណាបាទជាមួយនឹង spec M2 គឺ1 T បាទជាមួយVGA បាទសម្រាប់បងប្អូនជំនួយធ្វើការងារផ្សេងៗដែលទាំងពីលក្ខណៈការងារMMO បាទការងារកាត់តវីដេអូបាទការងារគូសប្លង់ការងារ design បាទការងារបាទរដ្ឋបាលគឺបងប្អូនអាចបាទមើលមួយគ្រាប់នេះបានហើយជាមួយនឹងតម្លៃដែលមួយទឹក90អីវ៉ាន់នេះអត់តែប្រអប់ទេបងប្អូនណាបាទ99.99%ទេបាទហើយកម្រិតគឺបានប៉ុណ្ណេះបងប្អូនណាបាទហើយតម្លៃគឺមួយទឹក99%នេះបងប្អូនតែញហើយគឺបងប្អូនមិនសោកខាតបងប្អូនតែចំណាយថវិកាក្រោម1000បងប្អូនមិនសោកខាតហើយបើសិនជាបងប្អូនមិនជឿទេបងប្អូនបាទអាចចុចមើលទីផ្សារបាទថ្មីបាទនៅក្នុងGoogle Price ក៏បានបាទឬក៏បងប្អូនមើលតាមខ្មែរ24ក៏បានដែរបាទគេហៅថាប្រភេទកុំព្យូទ័រ Lenovo បាទ Lenovo ThinkPad X បាទ ThinkPad កាបោន X1 បងប្អូនណាបាទ spec CPU Core i7 ចំនួនទី12បាទបងប្អូនអាច search មើលបានកុំឲ្យថាបាទ VS ខ្ញុំចេះតែ review បងប្អូនបាទហើយប្រភេទ Lenovo នេះទាំងគេហៅថាទម្ងន់អី1គីឡូជាងតិចតួចបងប្អូនបាទហើយបើសិនជាកម្រាស់វិញបាទអត់បានមកតាំងដៃបងប្អូនណាគឺស្ដើងមែនទែនបាទហើយរាងតូចស្ដើង slim ប៉ុន្តែបងប្អូនចាយថវិកាខ្ពស់បាទជាមួយនឹងតម្លៃថ្មី$1400ជាងបាទមួយទឹក99%នេះគឺ VS ខ្ញុំបាទបើសិនជាហៅថាសម្រាប់ការលក់ដើម្បី clear មួយគ្រាប់នេះចែកជូនពុកម៉ែបងប្អូនបាទជាការរាប់អានជាមនោចេតនាបងប្អូនចង់បានប្រើបាទគឺ VS ខ្ញុំលក់ជូនតម្លៃគឺ$700ក្រាស់បងប្អូនណាបាទអាចលក់ជូនបងប្អូនធ្វើការលក់តែម្ដងគឺ$788បងប្អូនណាបាទគឺដាក់លេខស្អាតជូនបងប្អូនតែម្ដងបាទហើយចំពោះបើអេក្រង់វិញបងប្អូនណាបាទចំពោះ color វិញណាបាទ
តែជាផ្នែកតែម្ដងបងប្អូនបាទគឺហ្នឹងទៅនេះគឺថាប្រភេទមក model នេះសម្រាប់បងប្អូនគាត់ត្រូវការដូចជាធ្វើការយូរម៉ោងបងប្អូនណាបាទធ្វើការយូរម៉ោងគឺបងប្អូនវាត្រជាក់ភ្នែកបងប្អូនមិនបាច់ប្រើវ៉ែនតាក៏បានដែរបាទដោយសារ color គឺមកទៅដូចហៅថាប្រភេទទូរស័ព្ទយើង Samsung ឬក៏ LG អញ្ចឹងបងប្អូនក៏ប្រភេទ color គេហៅថាបែបត្រជាក់បាទបែបសតុនបាទជាមួយនឹង color បែបនេះបងប្អូនធ្វើការអង្គុយបាទយូរម៉ោងគឺវាអត់ឈឺភ្នែកបងប្អូនបាទហើយទាំងសំឡេងអីបងប្អូនមើលល្អធម្មតារបស់ដែលពិសេសបាទដូចជាទូរស័ព្ទ iPhone យើងតម្លៃថ្លៃបាទគឺបងប្អូនប្រើទៅវាបានយូរឆ្នាំបាទបងប្អូនយកទៅប្រើប្រាស់ការងារវាបានច្រើនលក្ខខណ្ឌអីចឹងបងប្អូនណាបាទហើយនេះប្រភេទ computer laptop បាទដែលបងប្អូនត្រូវការតម្លៃណាមួយបងប្អូនណាបាទមានចាប់ពី40ចំបាន VS ខ្ញុំធ្វើការ review ថាមានតម្លៃចាប់ពី$45ឡើងទៅតែម្ដងបាទបងប្អូនត្រូវការបាទប្រភេទ computer laptop គឺបងប្អូនធ្វើការកំងបានបាទហើយបងប្អូនបាទនេះចប់វគ្គប្រភេទ computer laptop បាទទាំងគេហៅថា VS ខ្ញុំបាទយកមកមុខបាទមួយបាទមក review ពីតម្លៃបាទមក review ជាមួយនឹង spec ជាមួយនឹង memory ជូនបងប្អូនចឹងទៅគឺបងប្អូនគាត់អត់ច្បាស់បាទអត់យល់បងប្អូនអាចបាទគេហៅថាចុច link Telegram បងប្អូនធ្វើការសួរបាទនៅក្នុង link ធ្វើបីជាបងប្អូនបាទធ្វើការកំងក៏បងប្អូនកំងតាម Telegram ដែរបាទបងប្អូនបាទធ្វើម៉េចសារពេលខ្លះបងប្អូននៅខេត្តឆ្ងាយបងប្អូនណាបាទហើយ VS ខ្ញុំធ្វើការបាទទទួលផ្ញើបាន25ខេត្តក្រុងបាទហើយជាមួយនឹងកុំព្យូទ័រដែលបងប្អូនចង់បានបាទដូចជាបាទប្រភេទall in one បងប្អូនណា all in one ម៉ាស៊ីនជាប់កញ្ចក់បងប្អូនបាទម៉ាស៊ីនជាប់កញ្ចក់បាទ VS ខ្ញុំក៏ធ្វើការបាទreview ឬធ្វើការផុសនៅក្នុង page បាទនៅក្នុង group Telegram អីមានបាទបងប្អូនប្រភេទ all in one ហ្នឹងគឺមានតម្លៃចាប់ពី$75បាទ$75ឡើងបងប្អូនណាបាទតម្លៃពិសេសបាទសម្រាប់បងប្អូនត្រូវការបាទហើយ all in one បងប្អូនគាត់ដឹងហើយបាទ all in one ប្រភេទម៉ាស៊ីនជាប់កញ្ចក់បងប្អូនបាទនេះបាទនេះកំងបានហើយបងប្អូនបាទជាមួយនឹងកុំព្យូទ័រ all in one បាទជាមួយនឹងប្រភេទកុំព្យូទ័រគេហៅថាថេសភ្លើងបងប្អូនណាបាទថេសភ្លើងបែបគេថា gaming បាទភ្លើង RGB បាទភ្លើង RGB បាទស្អាតបាទលក្ខណៈបងប្អូនធ្វើការលក់បាទធ្វើ account បាទលក់អីចឹងទៅគឺបងប្អូនបាទជាវជា set នេះបាទជា set បាទដែលមានកញ្ចក់កោងហើយកញ្ចក់ធំកញ្ចក់កោងធំនេះ32អ៊ីងបងប្អូនណាបាទហើយជាមួយនឹងម៉ាស៊ីនគឺមានច្រើន model បងប្អូនបាទម៉ាស៊ីនហើយតម្លៃក៏មានតាមនឹងជូនបងប្អូនដែរបងប្អូនណាបាទជាមួយម៉ាស៊ីនជាមួយនឹងតម្លៃបាទចាំ VS បាទ VS ខ្ញុំ review ជូនបងប្អូននឹងដល់បងប្អូនបាទបងប្អូនដោយសារម៉ាស៊ីនប្រភេទសេរីខ្ពស់បាទប្រភេទភ្លើង RGB បងប្អូនណាបាទគឺដូចជាឈុតនេះគឺអាចខ្លាំងចំនួនទី13បងប្អូនណាបាទចិត្តចំនួនចុងក្រោយបាទថាឥឡូវដល់ចំនួនទី14បងប្អូនណាបាទហើយជាមួយនឹងប្រភេទនេះគឺមាន preset បងប្អូនបាទមានខេសពណ៌សនិងខេសពណ៌ខ្មៅបាទហើយជាមួយនឹងតម្លៃបាទ preset នេះគឺ